ខិតជូនពរសូមគោរពជូនពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរជូនចំពោះឯកឧត្តមជាចន្ទិនប្រធានក្រុមប្រឹក្សាខេត្តបៃលិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ឯកឧត្តមជាចន្ទិនជាទីគោរពដ៏ខ្ពង់ខ្ពស់នាឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ12រោចថ្ងៃពុធ13រោចនិងថ្ងៃប្រហ័ស14រោចខែចែកឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ទី15និងទី16ខែមេសាគ្រិស្តសករាជ2026ខាងមុខនេះវេលាម៉ោង 10:48 នាទីព្រឹកប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តមឧត្តមថ្លៃថ្លាយើងខ្ញុំជាថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបៃលិនសូមសម្ដែងនូវមនោសញ្ចេតនាគោរពប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅនិងសូមជូនពរជ័យសិរីមង្គលវិបុលសុខដ៏មហាប្រសើរជូនចំពោះឯកឧត្តមជាចន្ទិនប្រធានក្រុមប្រឹក្សាខេត្តបៃលិនដែលជានិច្ចកាលតែងតែប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការបំពេញបេសកកម្មបម្រើផលប្រយោជន៍ជូនជាតិសាសនាព្រះមហាក្សត្រនិងបានបំពេញនូវតួនាទីយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបៃលិនក្នុងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍប្រទេសជាតិឲ្យសម្រេចបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគ្រប់រូបហើយបានធ្វើឲ្យប្រជាជនកម្ពុជាទាំងមូលបានរស់នៅក្រោមមលុបសន្តិភាពប្រកបដោយសុខដុមរមនានិងមានមោទនភាពជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកពិសេសទេវតាថែរក្សាឆ្នាំថ្មីឆ្នាំមមីអដ្ឋស័កព្រះនាមរាក្យសាទេវីបារមីលោកយាយយ៉ាតលោកតាឪសូមតាមជួយថែរក្សានិងប្រោះព្រំព្រមទាំងប្រសិទ្ធិពរជ័យឯកឧត្តមជាចន្ទិននិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមសំប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយសូមឯកឧត្តមជាចន្ទិនប្រធានក្រុមប្រឹក្សាខេត្តបៃលិនទទួលនៅគិរវៈភក្តីដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នាថ្ងៃប្រហ័ស7រោចខែចែកឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2567ត្រូវនឹងថ្ងៃទី9ខែមេសាឆ្នាំ2026តំណាងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តបៃលិនហត្ថលេខានឹងត្រាញឹកបូរី